យ៉ាប់ហ្នឹងគុំលោកគ្រូអ្នកគ្រូទាំងអស់ប្រឹងប្រែងធ្វើម៉េចបន្លឺស័ព្ទឲ្យបានច្បាស់អត់បន្លំឲ្យតាមគន្លងពីព្រោះថាលក្ខខណ្ឌនៃការវាយតម្លៃរបស់យើងខ្ញុំសូមជម្រាបថាគណៈកម្មការទាំងអស់យើងនឹងគោរពតាមអ្វីដែលជាលក្ខខណ្ឌនៃការវាយតម្លៃគោលការណ៍ទាំងអស់ដែលបានណែនាំរួចទៅហើយហើយខ្ញុំសូមលើកទឹកចិត្តធ្វើម៉េចយើងប្រឹងប្រែងទាំងអស់គ្នាហើយខ្ញុំដោយសារមើលអំបែបមិញនេះចាលោកដាំបេងបានសិនទៅឲ្យខ្ញុំអត់មានខុសគ្នាបន្តិចតួចទេពីរចឹងខ្ញុំចង់ជំរាបថាដោយថាខ្លះមានរហូតដល់10ល្បះខ្លះអត់តតែ5នេះចឹងខ្ញុំសូមកំណត់ថាការឡើងមកម៉ូតក្រៅពីការគោរពតាមលក្ខខណ្ឌទាំងអស់គោលការណ៍នៃកំណាព្យរចនាប័ទ្មនៃកំណាព្យទាំងអស់ខ្ញុំសូមកំណត់យកតែ5ល្បះតើគណៈកម្មការទាំងអស់ឯកភាពដែរឬទេឯកភាពសូមលើកដៃទាំងអស់គ្នាចាកុំឲ្យខុសខ្ញុំខុសតែឯងចាអរគុណអញ្ចឹង5ល្បះនេះសូមអនុញ្ញាតធ្វើម៉េចឲ្យបានច្បាស់លាស់ចឹងខ្ញុំសូមអនុញ្ញាតយកមីក្រូនេះរវាងមីក្រូនេះនិងមីក្រូនេះយកមីក្រូណាអត់ទេសុំមីក្រូនេះហ៎ចាចាអានេះអញ្ចឹងលោកគ្រូអ្នកគ្រូអាឡូចាតដាក់នៅកន្លែងនេះចាបិទកន្លែងសូបអាឡូអាឡូចាឲ្យតែដាក់អានឹងគៀបចាដាក់នឹងគៀបទៅខ្ញុំស្ដាយត្រង់ថាលោកគ្រូអ្នកគ្រូដែលជាបេក្ខជនសូមងើបឈរទាំង25ឲ្យខ្ញុំមើលទីបានដែរចាតែមិនបានសម្លៀកបំពាក់ឯកសន្តានរបស់យើងបើសិនជាបានសម្លៀកបំពាក់ឯកសន្តានមកទាំងអស់គ្នាតែហ្មងហើយយើងឡើងស្មូតគឺចាអត់ទេខ្ញុំចង់ឲ្យគាត់ឡើងស្មូតហើយគាត់មានឯកសន្តាននឹងតែម្ដងចាអរគុណណាស់ចាចឹងល្ងាចមានយកមកទេអ្នកគ្រូលោកគ្រូមានយកឯកសន្តានមកទេទាំងអស់គ្នាអត់ចាអត់អីអត់អីចាអត់អីចឹងបើឯកភាពទាំងអស់គ្នាហើយខ្ញុំសូមអញ្ជើញគណៈកម្មការទាំងអស់ឡើងមកលើបន្តិចមកចាជើញចាពីបេងអត់ទេគាត់មកខាងនេះមកចាអូខេចាចឹងខ្ញុំទាំង7រូបពីយ៉ាងណា3ចាសូមពីព្រោះថាអ្នកធ្វើរ៉ាពណ៌គឺលោកដាំបេចាវាអាចណាវាអាចមានលំអៀងអីវាអាចដែលថាយល់ច្រឡំអីវាយខុសអីចាប៉ុន្តែយើងនៅផ្ទៀងផ្ទាត់ទាំងអស់គ្នាវិញចឹងខ្ញុំទាំង8រូបនេះសូមបដិញ្ញាថាយើងរក្សានៅតម្លៃជាគ្រូបង្រៀនហើយរក្សាមិនលំអៀងដាច់ខាតនៅក្នុងការវាយតម្លៃទោះបីគាត់ទោះបីជាកូនសិស្សទោះបីជាសន្តានក្រុមញាតិសាលោហិតយ៉ាងណាក៏សូមរក្សាតម្លៃនៃការប្រកួតប្រជែងដោយយុត្តិធម៌តម្លាភាពនិងលទ្ធផលទទួលយកបានសូមអរគុណ
អរគុណអិនរំអៀងទេណាមេចាអត់ទេដឹងហើយគេដឹងហើយតាមលក្ខខណ្ឌចាតាមលក្ខខណ្ឌទាំងអស់ណាចឹងសូមជូនពរបេក្ខជនទាំងអស់ចាសូមទទួលបានជោគជ័យនៅក្នុងដំណើរការនៃការប្រឡងព្រោះថាលក្ខខណ្ឌនៃការវាយតម្លៃរបស់យើងមាន4ផ្នែកទី1គឺស្មូតតាមលំនាំបត់នៃកំណាព្យដែលយើងអាចបានពិន្ទុពេញចាស្តង់ដាររបស់វា4ពិន្ទុទឹកដមសំឡេងពីរោះក្រអៅក្រអូន3ពិន្ទុសំឡេងមិនដាច់មិនភ្លាត់មិនភ្លាវនាំឲ្យខុសចង្វាក់2ពិន្ទុកន្លែងហ្នឹងវាព្រោះអ្នកនេះណាអ្នករបូតទឹកលែងតែសិស្សហើយរបូតតិចចា4ទឹកមុខកាយវិការទៅតាមបរិយាកាសនៃបទនីមួយទាំង1ពិន្ទុចានៅក្នុងចាហើយខ្ញុំក៏សូមអនុញ្ញាតសួរដែរមានមួយចាគាត់ដាក់មកជាសិស្សមានសិស្សដែរមានសិស្សនៅហ្នឹងក្នុងហ្នឹងបើសូមអនុញ្ញាតសិស្សងើបឡើងតិចមកណាគេសិស្សអូមានសិស្សមាននិស្សិតចាអរគុណណាក្មួយដែលបានចូលរួមចាក្មួយមានសំណាងបានចូលរួមជាមួយគ្រូបង្រៀនណាចាហើយចិត្តមែនតើចាចំណុចមួយទៀតចាខ្ញុំសូមអនុញ្ញាតសូមជម្រាបដល់បេក្ខជនទាំងអស់ពេលអញ្ជើញឡើងមកសូមបង្ហាញឈ្មោះខ្លួនឯងបង្ហាញអត្តសញ្ញាណរបស់ខ្លួនឯងចេញមកពីណាអីខេត្តណាសូមធ្វើម៉េចគោរពតាមគោលការណ៍ដែលបានធ្វើការណែនាំហើយនឹងតម្លៃនៃសិល្បៈគ្រូបង្រៀនរបស់ចាអញ្ចឹងសូមជូនពរសូមទទួលបានជោគជ័យហើយនឹងទទួលបាននៅសុខភាពល្អជាពិសេសណាចាទៅថ្ងៃមុខទៀតហ្នឹងគេថាយើងនឹងឃើញថាតម្លៃនៃគ្រូបង្រៀនរបស់យើងមិនយើងថ្ងៃនឹងយើងធ្វើពិភពលោកទាំង192ប្រទេសសូមអរគុណចា៎នាងខ្ញុំសូមគោរពអរគុណលោកជំទាវបណ្ឌិតចំពោះប្រសាសន៍ណែនាំនិងបណ្ដាំផ្ញើនៅពេលនេះដើម្បីជាបទពិសោធន៍សម្រាប់អភិវឌ្ឍសមត្ថភាពក្នុងការប្រឡងប្រជែងរបស់យើងចាមុននឹងចាប់ផ្ដើមកម្មវិធីប្រឡងប្រជែងនេះនាងខ្ញុំសូមអនុញ្ញាតជម្រាបជូននៅរបៀបវរៈប្រឡងប្រជែងដូចខាងក្រោមចាការប្រឡងប្រជែងស្មូតចាប់ពីបេក្ខជនទី1ដល់បេក្ខជនទី5គណៈកម្មការបូកសរុបនិងសម្រាប់5នាទីចាអញ្ចឹងបេក្ខជនទី6ដល់ទី10បូកសរុបម្ដងទៀតចាបេក្ខជនទី11ដល់ទី15ចាបេក្ខជនទី16ដល់ទី20និងបេក្ខជនទី20ដល់25ចាដូច្នេះគណៈកម្មការមានពេលបូកសរុបពិន្ទុក្នុងរយៈបេក្ខជន5គឺ5នាទីចាចាជាកិច្ចចាប់ផ្ដើមសូមគណៈកម្មការត្រៀមឯកសារចាយើងនឹងចាប់ផ្ដើមកម្មវិធីនាពេលបន្តិចទៀតនេះចាបេក្ខជនជាដំបូងហើយក៏ជាបេក្ខជនទី1គឺលោកកៅផល្លាសូមអញ្ជើញលោកកៅផល្លាជាគ្រូបង្រៀនមកពីវិទ្យាល័យសម្ដេចម៉ែរតនគិរីចាកំណាព្យគឺបទគ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិតសូត្របទព្រហ្មកិត្តសូត្រតាមបែបយោវោ
ជាបឋមខ្ញុំបាទសូមលំអរកាយគិរិវៈគោរពដល់ឯកឧត្តមលោកជំទាវដែលជាគណៈកម្មការជាទីគោរពដ៏ខ្ពង់ខ្ពស់ខ្ញុំបាទសូមគោរពដល់លោកគ្រូអ្នកគ្រូដែលជាបេក្ខជនបេក្ខនារីអញ្ជើញមកពីបណ្ដាខេត្តនានាជាទីគោរពនិងជាទីរាប់អានខ្ញុំបាទឈ្មោះកែវផល្លាជាបេក្ខជនមកពីខេត្តរតនគិរីបង្រៀននៅវិទ្យាល័យសម្ដេចឪសម្ដេចម៉ែក្រុងបានលុងខ្ញុំបាទឡើងមកប្រកួតប្រជែងស្មូតកំណាព្យបទព្រហ្មកិច្ចស្មូតបែបយោវោដែលមានចំណងជើងថាគ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិតដូច្នេះសូមគោរពអញ្ជើញសន្តាប់ដោយរីករាយដូចតទៅប្រាសាទឈមមល្អងអើយព្រួងគ្រឹងថ្មបន្តគ្នាងអើយចំណែកអើវិជ្ជាល្បីខ្ទខ្ទៀងអើយដោយសារគ្រូជាក្លៀងបញ្ញាអើយខ្ពស់ថ្លៃថ្លាជាគុំរូងអើយបងរៀនអត់រអ៊ូគិតមុនគូងអើយរីកដងដាលសាំងម៉ៃអេអាយថ្មីអើយគ្រូគ្មៀតថ្មីជួយក្រងក្រាលអើយបនដងធនខួក្បាលឲ្យត្រកាលអើយថ្នាលអ៊ុតដំអេអាយជួយបងរៀនយកជាស្ពានចាំងតុងស្ដំអើយចំណេះបានរួមផ្សំតាមក្រិតក្រំអើយនៃសង្គមគ្រូព្រៀបបានធ្នឹមត្រង់អើយរឹងនឹងណអត់រលំអើយគ្រូជាគ្រឿងដ៏ធំជួយផ្គងផ្គុំអើយសង្គមថ្មីបាទសូមអរគុណសូមគោរពលា
សូមអរគុណច្រើនលោកផល្លាដែលជាបេក្ខជនមកពីខេត្តរតនគិរីចាឈានចូលដល់បេក្ខជនទី2គឺលោកគិតវណ្ណាមកពីវិទ្យាល័យបទុមសាគរខេត្តកោះកុងចំណងជើងកំណាព្យគ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិតបទពាក្យ7សូត្រតាមបែបរស់ចាសូមអញ្ជើញបាទជាបឋមបាទខ្ញុំបាទសូមគោរពចំពោះគណៈកម្មការបាទទាំង6រូបទាំង7រូបបាទក៏សូមគោរពចំពោះលោកគ្រូអ្នកគ្រូដែលជាបេក្ខជនបេក្ខនារីព្រមទាំងប្រតិភូបាទដែលអញ្ជើញមកពីបណ្ដាខេត្តនិងរាជធានីចំនួន25បាទខ្ញុំបាទឈ្មោះគិតវណ្ណាបាទជាគ្រូអក្សរសាស្ត្រខ្មែរបាទមកពីវិទ្យាល័យបទុមសាគរបាទខេត្តកោះកុងបាទថ្ងៃនេះខ្ញុំមានកិត្តិយសសូមលើកកំណាព្យមួយបទដែលមានចំណងជើងថាបាទគ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិតបាទដែលជាបទពាក្យ7បាទសូត្របែបរស់សូមបញ្ជាក់ផងដែរថាស្នាដៃនេះគឺជាស្នាដៃនិពន្ធរបស់លោកគ្រូឡាំសុកជាតិបាទជាគ្រូបង្រៀននៅអនុវិទ្យាល័យគរជ័យហើយជាបេក្ខជនជេលីភីថ្នាក់ជាតិបាទលេខ1កាលពីឆ្នាំ2024ផងដែរបាទសូមអង្គពិធីទាំងមូលបាទរីករាយនិងសម្ដាប់ជាមួយនឹងខ្ញុំបាទដូចតទៅគ្រូគឺជាគ្រឹះរឹងអប់រំនឹមត្រសង្គមពុំខ្វះបានជាតួសំខាន់ល្អចំណានចំណេះពេញប្រានថ្កានគេឈ្មោះកាត់តាំងវត្តថ្មីទី21ពិតពឹងគ្រូស្ទួយជួយសាព្រោះបណ្ដុះបញ្ញាថ្លាមិនមួងAI ផ្សាយរួងពេញសង្កលគ្រូតែងប្រឹងប្រែងស្វែងស្វាតជាយពុតធីងថ្មីចាំងច្បាំងគ្មានសោះបងរៀនព្រៀនផ្ទាល់សិស្សប្រងស្រីជាអ្នកប្រាប់ផ្លូវដំរើឆ្នៃទីសពអ្វីអ្វីស្របយុគទំនើបចំពើបថ្មីស្មងស្មាំងភក្តីនាមជាគ្រូមានគ្រូមានគ្រប់លំត្រចាំង
សឹងជ្រកច្រើនអ្នកផ្ដល់គំរូមានគ្រូគឺមានជនវិញ្ញូដាំឆ្លាក់វាគូអនាគតបាទសូមអរគុណអរគុណលោកវណ្ណាដែលជាបេក្ខជនមកពីខេត្តកោះកុងចាជាបន្តហើយក៏សូមផ្ដល់អនុសាសន៍បន្តិចណាចាសម្រាប់អ្នកក្រោយព្រោះយើងអត់មានព្រះមហាក្សត្រទេទីនេះហ៎ហើយយើងក៏អត់អាចនិយាយថាសន្តាប់បានដែរណាចាព្រោះពាក្យហ្នឹងពាក្យរាជស័ព្ទជាបន្តឈានចូលដល់បេក្ខជនទី3បេក្ខនារីទី3ងេងសុផារីមកពីខេត្តកំពង់ចាមបឋមសិក្សាថ្កូវខេត្តកំពង់ចាមកំណាព្យបទចំណងជើងកំណាព្យគ្រូបង្រៀនយើងអនាគតយើងប្រទេសជាតិយើងបទកកតិសូត្រតាមបែបពុទ្ធបាទ5ឋានចាសូមអញ្ជើញចាសូមគោរពជំរាបសួរជាបឋមសូមសូមគោរពឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាសាស្ត្រាចារ្យគណៈកម្មការតែជាអ្នកដាក់បន្ទុកព្រមទាំងលោកគ្រូអ្នកគ្រូនិងអ្នកចូលរួមទាំងអស់គ្នាដែលមានវត្តមាននៅទីនេះនាងខ្ញុំឈ្មោះងេនសុផារីពីគ្រូបង្រៀនមកពីសាលាបឋមសិក្សាថ្កូវគុំត្រប់ស្រុកបាធីខេត្តកំពង់ចាមក្នុងឱកាសនេះនាងខ្ញុំសូមជូនកំណាព្យមួយបទដែលមានចំណងជើងថាគ្រូបង្រៀនយើងអនាគតយើងប្រទេសជាតិយើងតែជាបទកកតិសូត្របែបពុទ្ធបាទ5ឋានបទនេះដែរនិពន្ធដោយលោកគ្រូខខនតែជាគ្រូបង្រៀននៅវិទ្យាល័យសម្ដេចឪខេត្តតាកែវសូមអង្គពិធីទាំងមូលរីករាយស្ដាប់ដូចតទៅគំរូគ្រូពិតសុទ្ធអូលប់អាំងវិជ្ជាគុំរូគ្រូពិតណាអើយកតេងបណ្ឌិតគំនិតមហិមាដំកើងដំកល់ដល់សិស្សគ្រប់គ្នាបំណាន់ណាយសម្បទាពុះពីបងរៀនយប់ថ្ងៃខ្វល់ខ្វាយគ្រូខំឥតស្ដាយកោះកាយរបៀនរៀនមួយជីវិតគ្រូពិតឈោងឈានវិញ្ញូវិញ្ញាណគ្រូមានសង្កដាកាតាលីកងគ្រូបងរៀនល្អគ្
គ្រូអ្នកប្រឹក្សាជួយលើកទឹកចិត្តគំនិតប្រាជ្ញាសង្ឃមសិក្សាបង្កើនវិជ្ជាអនាគតយើងមួមិនរលើងគ្រូយើងធានាបងរៀនចេះសពដឹងគ្រប់ការងារវិភាគកណនីឆ្អិនឆ្អៅសពការចាសសូមអរគុណ ចាអរគុណច្រើនសម្រាប់សុផារីដែលមកពីបឋមសិក្សាកៅខេត្តកំពង់ចាមស្រុកបាត់ធាយជាកិច្ចបន្តសូមបេក្ខជនជុនសុនិនជានាយកសាលាអនុវិទ្យាល័យប្រមាមកពីខេត្តក្រចេះចំណងជើងកំណាព្យគ្រូបង្រៀននៅយុគសម័យ Digital បទពាក្យ7សូត្រតាមបែបខមាទោសចាសូមអញ្ជើញ បាទជាបឋមសូមគោរពអាដាមលោកជំទាវគណៈកម្មការវិតម្លៃជាទីគោរពសូមគោរពលោកគ្រូអ្នកគ្រូបងប្អូនសិស្សានុសិស្សដែលបានមានវត្តមាននៅទីនេះជាទីគោរពនិងជាទីរាប់អានខ្ញុំបាទឈ្មោះជុនសនិនមកពីអនុវិទ្យាល័យប្រមាខេត្តកោះចេះឡើងមកសូត្រកំណាព្យមួយបទក្រោមចំណងជើងថាគ្រូបង្រៀននៅក្នុងយុគសម័យ Digital បទពាក្យ7 បែបខមាទោសជាស្នាដៃនិពន្ធរបស់លោកឌួងអរុនរៀងសីសូមរីករាយស្ដាប់ដូចតទៅគ្រូព្រៀបដូចស្ពានចំឡងអ្នកជាអ្នកជាងជួយស្ទួយពុះពីឪពុកទុំនុកបំជាម្ដាយសិស្សគ្នាអើយជារៀងទៅទីតីនៃពិតមិនបងកើតតែនាំកំណើតកើតដំរូវបង្រៀនអប់រំហំប្រដៅខ្លាចសិស្សល្ងងខ្លៅងើយត្រូវសិក្សា
គ្រូខំជំនះយ៉ាងឧបសគ្គស្វិតស្វាញប្រតជាក់គ្រប់កិច្ចការបណ្ដោះដោះខាត់កើនបញ្ញាចិត្តបងប្រាថ្នាងើយតឹងបានចេះមាអ្នកសេកាគ្រូត្រូវខិតខំបង្រៀនអប់រំដល់ចំណេះសិស្សបានចេះដឹងមានដំរេះចេះគិតរិះត្រេះងើយស្រាយបញ្ហារីគ្រូសង្ម័យឌីជីថលហិតខំបន្តគួងសិក្សាស្រាវជ្រាវវិភាគរៀងខ្លឹមសារបង្កើនប្រាជ្ញាងើយយល់ដឹងកើនសូមអរគុណ អរគុណច្រើនសុនិនចាជាបេក្ខជនទី4ឈានចូលដល់បេក្ខនារីទី5ជួនពិសីជាគ្រូបង្រៀនមកពីបឋមសិក្សាចំការកៅស៊ូខេត្តព្រះសីហនុចំណងជើងកំណាព្យតួនាទីគ្រូបង្រៀនសម័យបញ្ញាសបនិមិត្តបទបត្តិវត្តតូតតាមបែបសម្រាយសូមអញ្ជើញ ជាបឋមនាងខ្ញុំសូមគោរពនិងជម្រាបសួរអាយឧត្តមលោកជំទាវលោកស្រីដែលជាគណៈកម្មការព្រមទាំងលោកគ្រូអ្នកគ្រូដែលមានវត្តមាននៅទីនេះថ្ងៃនេះនាងខ្ញុំសូមមកបកស្រាយនៅកំណាព្យមួយបទដែលមានចំណងជើងថាតួនាទីគ្រូសម័យបញ្ញាសបនិមិត្តបទបច្ចាវត្តសូត្របែបសម្រាយសម័យទំនើបពេញនិយមគ្រូក្រឹងអំរំជំរុញសិក្សាបំពេញនាទីអង្គពីចិនដា
ស្ដាងភិងវ័នបណ្ដងបណ្ដាលក្រៅជុំនាញស្ទន់ឌីជីថលធាត់អិនផ្លន់ភ្លៀងភ្លេចប្រើប្រាំងAI คลายคลังแจกตันลูนลวงรมปัญรมเล็กดำไหลครูเนียงบังกันจังคงวิสัยกันกูแก้ไขเจงชไหนโปรดันจมรนจอมรานสึงบ้านก้มนั้นเจ้งวิ่งเพียงกันรันออกโตกโตช่วยอังพิงวนพนันใส่ลังทองมอนงสังทองความตรสังคมบันดงบันดาลขนงธนาลอมรมจมเนียนนิยมขนงสังคมทำไมปัญญาสัมปังนิ่งมันละบายละใบสังเรียนเสรีตามกระไดปรารถนาจมเนียนชีวิตรันตายองจาตามตอนตีบสากางเงียกรมยังចាសសូមអរគុណ ចាសូមអរគុណពិសីចា
ចឹងក្នុងឱកាសនេះនាងខ្ញុំសូមអរគុណយ៉ាងច្រើនសម្រាប់បេក្ខជនបេក្ខនារីចំនួន5រូបនិង5ខេត្តដែរដែលបានបញ្ចេញសមត្ថភាពហើយទុកឱកាសនេះពេលនេះគឺសូមគណៈកម្មការចាបុកសរុបពិន្ទុចាហើយយើងអាចបន្ធូរអិយាប័ត្របានបន្តិចដែរនៅពេលនេះអ្នកដែលបានបញ្ចេញសមត្ថភាពរួចប្រហែលជាធូរ អ្នកដែលនៅបន្តទៀតគឺខំសំលៀងណាខំសំលៀងឲ្យបានកាន់តែមុត
សូមអញ្ជើញចូលមកកាន់ទីកន្លែងវិញចាសូមអញ្ជើញបងប្អូនយើងទាំងអស់គ្នាមកចូលកាន់ទីកន្លែងចា